របៀបដែលយើងដាក់អក្សរធំនៅដើមបន្ទាត់បាទការងារបែបហ្នឹងគឺយើងអាសាឃើញនៅក្នុងសារព័ត៌មានឬក៏អត្ថបទផ្សេងបាទហើយមានទាំងរូបភាពផងដែរអញ្ចឹងជាដំបូងខ្ញុំអត់ទាន់បានកំណត់ទេបាទខ្ញុំមានតែ text អត្ថបទហើយនឹងមានតែរូបភាពតទេបាទហើយអត់ទាន់បានកំណត់អញ្ចឹងដំបូងខ្ញុំដាក់ title សិនអង្គរវត្តហ្នឹងចំណងជើងបើសិនជាអ្នកទោសនេះចង់ដាក់អក្សរឆ្លាក់យើងយកកន្លែងចូល home កន្លែងអក្សរ A បាទវាមានគំរូបាទអក្សរដិតអក្សរស្រមោលផ្សេងជាច្រើនបាទអ្នកទោសគ្នាអាចយកទំហំវាធំមកហើយដាក់ស្រមោលទៅអាហ្នឹងយើងដាក់ធម្មតាទេណានៅក្នុង home តែតើអក្សរ A ដាក់អក្សរ A ធំយើង select លើអក្សរ A មួយមកចូល insert បាទចូល tab insert មកមើលមកខាងស្ដាំយកកន្លែងdrop cap បាទ drop cap មាន2បាទមានមួយយើងកម្លាតមកឆ្វេងមួយទៀតគឺអត់សូវកម្លាតទេបាទនៅស្មើអញ្ចឹងខ្ញុំយកកដាលមកបាទយក drop cap នៅចំណុចកដាលហ្នឹងបាទឃើញទេអញ្ចឹងវាលោតអក្សរ A ហ្នឹងជាអក្សរធំហើយឃើញទេបាទយើងអាសាឃើញក្នុងសារព័ត៌មានផ្សេងហើយខាងក្រោមនេះយើងដាក់ដូចគ្នាបាទដាក់អក្សរ A select លើអក្សរ A មួយមកចូលកន្លែង insert ទៅដែរអញ្ចឹងបើសិនខ្ញុំយក drop cap នៅកដាលនៅក្រោមគឺវារៀងកម្លាតចេញអញ្ចឹងខ្ញុំចូលចិត្តដាក់នៅកដាលរៀងស្អាតបាទបើដាក់នៅក្រោមវារៀងកម្លាតចេញវាអត់សូវស្អាតបាទហើយតាមចំណងចិត្តតែតើរូបភាពចុចលើរូបភាពមួយមកបាទចុចកន្លែង wrap text ហើយអ្នកទាំងនេះយក square ពេលអ្នកទាំងនេះយក square ទៅរូបភាពហើយនឹងបាទ text អត្ថបទរបស់យើងគឺវានៅស្មើគ្នាបាទយើងអាចអូសទាញវាទៅណាក៏បានហើយសាក print មើលបាទអញ្ចឹង print ទៅឃើញស្អាតបាទការងារបែបហ្នឹងយើងបាទសម្បូរឃើញនៅក្នុងសភៅនៅក្នុងអត្ថបទសារព័ត៌មានអីចឹងគឺយើងអាសាឃើញណាបាទអាហ្នឹងគឺជាចំណុចចែកម្លែកតូចមួយបាទដែលអ្នកទាំងគ្នាពេលខ្លះអាចឆ្ងល់ដែរបាទការងារហ្នឹងណាបាទហើយមានតែប៉ុណ្្នឹងបាទវីដេអូចែកម្លែកខ្លីៗបាទហើយអ្នកទាំងគ្នាចង់មានសំណួរទៀតអាចសួរបានបាទ